ចុងភៅម្នាក់កំពុងចាក់ប្រេងធុងឡើងខ្មៅទាំងអស់ពណ៌ប្រេងនោះដូចជាទឹកស៊ីអ៊ីវអញ្ចឹងចុះសាច់កវិញមានទើបតែយកចេញពីទូទឹកកកគ្មានស្លាកសញ្ញាទេក្រវែងចូលអាំងទឹកផ្ទាល់តែម្ដងល្មមហើយចេញមកក្រៅមកចាំបន្តិចនៅមានការចាប់អាហារដោយដៃទេដាក់ចានទៀតឲ្យកាមេរ៉ាចាប់បន្តិចឯងរកអ្នកណាចាំពូលីគាត់ឲ្យខ្ញុំមកយករបស់ចេញមកហើយបានសម្រេចទាំង3ចំណុចហើយប្រញាប់មកនេះគុំនៅទីនោះយូរពេកតើគូដាក់អ្វីនៅវគ្គចាប់ដើមខ្ញុំចង់ដាក់បញ្ជីមុខម្ហូបតម្លៃ25យួនរបស់អាហារដ្ឋានមុនបន្ទាប់មកកាត់ប្លង់ទៅផ្ទះបាយភ្លាមវានឹងធ្វើឲ្យឃើញភាពខុសគ្នាយ៉ាងខ្លាំងនៅកណ្ដាលត្រូវបញ្ចូលរូបភាពទិញទំនិញនៅទីផ្សារបោះដុំដើម្បីបញ្ជាក់ថាខ្សែសង្វាក់ទាំងមូលមានបញ្ហាចុះវគ្គបញ្ចប់វិញដាក់ការប្រៀបធៀបគ្រឿងផ្សំតម្លៃ10យួនរបស់យើងទុកឲ្យអ្នកទស្សនាវិនិច្ឆ័យដោយខ្លួនឯងចំណងជើងតើអ្នកដឹងទេថាបាយនៅអាហារដ្ឋានការដ្ឋានសំណង់ត្រូវបានគេធ្វើឡើងយ៉ាងដូចម្តេចល្អទេបានចំល្អណាស់តែបើប្រើកណនីផ្ទាល់ខ្លួនរបស់អ្នកគាត់នឹងរកឃើញអ្នកលឿនណាស់ចង់រកក៏រកទៅខ្ញុំមិនមែនជាមនុស្សដែលធ្វើការលួចលាក់នោះទេរួចរាល់ហើយមិនខ្វល់ជាអ្នកណានោះទេសម្រាប់ឲ្យបានលឿនទៅបងហើវីដេអូការពីយប់មិញឥឡូវនេះមានការចូលទស្សនា1.8លានដងហើយតើអ្នកណាជាអ្នកថតចូលទៅដោយរបៀបណាភ្លុកក៏ឈ្មោះស៊ូឈីងមានអ្នកតាមដានប្រហែល10លានអ្នកធ្វើការវិតម្លៃសុខភាពចំណីអាហារនាងជាមិត្តភក្តិការពីក្មេងរបស់លីនស៊ឺហើយថ្មីនេះពួកគេនៅជាមួយគ្នាជានិច្ចតើគេថតរូបភាពនៅក្នុងផ្ទះបាយបានដោយរបៀបណាប្រហែលជាលុបចូលតាមពេលកំពុងដឹកទំនិញចុះពេលនោះមិនមានអ្នកយាមនៅទ្វារក្រោយទេគ្មានអ្នកយាមទ្វារតែ15នាទីបាត់បង់2សែនភ្លាមតើការដ្ឋានសំណង់នោះត្រូវកែលម្អជាមុនសិនទេកែលម្អបដូរឧបករណ៍មួយកញ្ចប់បដូរចុងធ្វើពីអ្នកត្រូវទុកស្កាត់ព័ត៌មានជាមុនសិនចុះចំណែកស៊ូឈីងវិញស៊ើបអង្កេតនាងស៊ើបឲ្យស្អាតស្អំទាំងនេះដៃគូសហការប្រភពចំណូលផ្ទះនៃណាកុំឲ្យរំលងសំបីតែមួយបន្ទាប់ពីស៊ើបអង្កេតរួចលីនស៊ឺគឺជាដៃស៊ូឈីងគឺជាកាំបិតកំទេចកាំបិតមុនសិនបងខ្លាការកែលម្អ230,000ហើយមានអ្វីទៀតទេដៃគូការដ្ឋានសំណង់ទាំងពីរស្នើសុំបញ្ចុះតម្លៃដើម្បីបន្តកិច្ចសន្យាបាត់បង់សរុប420,000ក្នុងមួយសប្តាហ៍420,000គ្រាន់តែវីដេអូ3នាទីមួយសោះចុះចំណែកលីនស៊ឺវិញតើនរណាជាអ្នកគ្រប់គ្រងគម្រោងការដ្ឋានថ្មីរបស់លីនស៊ឺត្រកូលចៅចាស់ចៅតើកិច្ចសន្យាអាហារដ្ឋានផុតកំណត់នៅពេលណាខែក្រោយប្រាប់ចាស់ចៅឲ្យដេញលីនស៊ឺចេញបន្តកិច្ចសន្យា3ឆ្នាំដោយមិនឡើងថ្លៃហើយឲ្យគេបង្ហោះក្នុងក្រុមកម្មករថាលីនស៊ឺគ្មានអាជ្ញាប័ណ្ណអាជីវកម្មទេបើមានបញ្ហាគ្រឿងឧបភោគបរិភោគគ្មានអ្នកណាទទួលខុសត្រូវឡើយវាប្រហារទាំងសងខាងខ្ញុំចង់ឲ្យគេលក់មិនដាច់សូម្បីតែមួយចំណែកនៅថ្ងៃស្អែកបងស៊ីម្សិលមិញម៉ោងនេះគេតម្រង់ជួរដល់កាច់ជ្រុងហើយតើមានរឿងអ្វីកើតឡើងបងលែងមាននរណាម្នាក់ក្នុងក្រុមនិយាយថាបងគ្មានអាជ្ញាប័ណ្ណអាជីវកម្មទេបើញ៉ាំទៅមានបញ្ហាគ្មានអ្នកណាសងទេអ្នកណាជាអ្នកផ្ញើអនាមិកតែមេការបានផ្ញើបន្តហើយមិនមែនតែក្នុងក្រុមទេនៅមាត់ទ្វារអាហារដ្ឋានក៏មានបិទសេចក្តីជូនដំណឹងដែរគេសរសេរថាដើម្បីធានាសុខភាពកម្មករសូមអញ្ជើញទៅទទួលទានអាហារនៅអាហារដ្ឋានដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាហារដ្ឋានរបស់បងហ៊ីវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អីផ្ទះបាយក្រោយមើលទៅបែបហ្នឹងកុំលោឡាអីគាត់កំពុងតែលេងល្បែងអនុលោមតាមច្បាប់ហើយឈៀវលេនប្អូនពិតជាគ្មានអាជ្ញាប័ណ្ណមែនទេតើអ្នកជាម្ចាស់តូបមែនទេបាទគឺខ្ញុំមានការអីមែនទេទទួលបានពាក្យបណ្ដឹងថាអ្នកកំពុងរកស៊ីគ្មានច្បាប់អនុញ្ញាតនៅជុំវិញតំបន់ការដ្ឋានសំណង់នេះជាផ្លូវសាធារណៈមិនមែនជាតំបន់ការដ្ឋានសំណង់ទេផ្លូវជាផ្លូវសាធារណៈតែកម្មករគឺខ្ញុំជាអ្នកគ្រប់គ្រង3ថ្ងៃបើមិនដូច្នោះទេខ្ញុំនឹងរាយការណ៍ទៅប៉ូលីសសម្រាប់ថ្នាក់ក្រុងមនុស្សនៅការដ្ឋានរបស់អ្នកមកញ៉ាំបាយនៅទីនេះរាល់ថ្ងៃឥឡូវអ្នកដេញពួកយើងចេញវិញតើអ្នកណាឲ្យអ្នកមកទីនេះវាជាតម្រូវការគ្រប់គ្រងមិនពាក់ព័ន្ធនឹងអ្នកណាទេ3ថ្ងៃតើអាចធ្វើអ្វីបានបដូរកន្លែងថ្មីក៏ត្រូវគេដេញទៀតថ្ងៃនេះរៀបចំទុកដាក់សិនទៅយប់ឡើងចាំពិភាក្សាគ្នាអាជ្ញាប័ណ្ណអាចធ្លាក់មកក្នុងរយៈពេល3ថ្ងៃវិសាលភាពអាជីវកម្មត្រូវសរសេរថាសេវាកម្មម្ហូបអាហារដើម្បីដោះស្រាយបញ្ហាអត្តសញ្ញាណមានអាជ្ញាប័ណ្ណហើយគាត់នៅតែអាចដេញយើងបានទៀតមែនទេអាជ្ញាប័ណ្ណគ្រាន់តែគ្រប់គ្រងផ្នែកអត្តសញ្ញាណប៉ុណ្ណោះប៉ុន្តែបើអ្នកចិត្តនៅមាត់ច្រកការដ្ឋានខាងគ្រប់គ្រងអគារនៅតែអាចដាក់សម្ពាធបានអញ្ចឹងបើធ្វើហើយក៏ធ្វើដោយឥតប្រយោជន៍ដែរឡានលក់អាហារចល័តចតនៅលើផ្លូវសាធារណៈមិនទន្ទ្រានលើដីការដ្ឋានតើអ្នកណាអាចមកហាមឃាត់បានតើថ្លៃជួលប៉ុន្មានថ្លៃជួលប្រចាំខែ3000បូករួមទាំងប្រាក់កក់កែច្នៃដំណាក់កាលដំបូងត្រូវអស់8000បងស៊ឺនៅក្នុងដៃមានលុយច្រើនដល់ថ្នាក់ហ្នឹងទេ5000នៅខ្វះ3000ទៀតខ្ញុំចេញឲ្យចាត់ទុកថាខ្ចីចុះមិនបានទេរបស់នាងលុយ3000តើឯងនៅរីរ៉េជាមួយខ្ញុំធ្វើអីរស់រៀនសិនទៅចាំគិតទៀតបងស៊ឺគុំរឹងតឹងទៀតអីរក្សាតូបលក់ដូរឲ្យបានសិនទៅយកព្រមខ្ញុំសរសេរសម្បត្តិជំពាក់បំណុលឡានលក់អាហារខ្ញុំនឹងតាក់ទងនៅថ្ងៃស្អែកឯងទៅធ្វើអាជ្ញាប័ណ្ណ3ថ្ងៃទៀតអ្វីនឹងរួចរាល់ទាំងអស់បើគេខុសទីតាំងមិនបានតើជំហានបន្ទាប់គេនឹងធ្វើអីទៀតតើផ្ដាច់ការផ្គត់ផ្គង់របស់ឯងឬក៏សំដៅលើខ្ញុំប៉ុន្តែត្រូវដោះស្រាយរឿងចំពោះមុខនេះសិនអាវ៉ាងហ៊ូនេះពិតជាពីស្ពូលពេកហើយស៊ឺឡាងឯងមើលចុះគ្រឿងផ្សំ21000ជួលឡាន3000ថ្លៃសាំង1200ថ្លៃផ្សេងកាត់អស់1000ទៀតចុះចំណូលវិញមួយថ្ងៃលក់បាន100ប្រអប់មួយប្រអប់10យន្តមួយខែបាន30000កាត់កង់រួចសល់មិនដល់5000ផង5000យន្តចែកគ្នា3នាក់មួយខែខ្ញុំបានតែ1500ទេការទៅយកអីវ៉ាន់ឆ្ងាយគឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះរងចាំអ្នកផ្គត់ផ្គង់ក្នុងស្រុកយកព្រមអីវ៉ាងហ៊ូបានគម្រាមរួចហើយតើមានអ្នកណាហ៊ានយកព្រមឯងចាំដល់ឆ្នាំក្រោយទៅបើឡើងថ្លៃដល់12យន្តកម្មករក៏អាចទទួលយកបានដែរព្រមព្រៀងគ្នា10យន្តគឺត្រូវតែ10យន្តឡើងថ្លៃ2យន្តនឹងឡើងដល់25យន្តវាដូចគ្នាហ៎ឯងនេះពិតជាក្បាលរឹងមែនមានរឿងអីហ្នឹងនាងមើលចុះមួយខែសល់លុយប៉ុណ្ណឹងតើសមហេតុផលទេបើឡើងថ្លៃគឺគ្មានខុសពីវ៉ាងហ៊ូនោះទេកម្មករជឿជាក់លើខ្ញុំក៏ដោយសារតែតម្លៃ10យន្តនេះឯងកម្មករជឿជាក់លើឯងចុះប្រពន្ធខ្ញុំត្រូវជឿជាក់លើអ្នកណាខែក្រោយប្រពន្ធខ្ញុំសម្រាលកូនហើយតើបានលុយពីណាបងថ្លៃពេទ្យតើឯងគិតធ្វើបែបណារកវិធីលក់ឲ្យបានកាន់តែច្រើនមួយថ្ងៃ100ចំណែកគឺហួសពីកម្លាំងរបស់ឯងម្នាក់ឯងទៅហើយអញ្ចឹងមានតែបន្ថែមមួយឆ្នាំទៀត
លីនសឺអ្វីដែលលីវផាននិយាយក៏មិនមែនគ្មានហេតុផលដែរតែឯងធ្លាប់គិតពីអារម្មណ៍ពួកគេទេតើតាមឯងក៏ត្រូវចិញ្ចឹមគ្រួសារដែរខ្ញុំដឹងប៉ុន្តែបើឡើងថ្លៃពីយន់នោះគឺស្មើនឹងប្រាប់កម្មករថាខ្ញុំក៏ផ្លាស់ប្ដូរដែរចុះឯងមានវិធីផ្សេងទៀតទេធ្វើថែម100ចំណែកទៀតផ្អែកលើបរិមាណលក់ដើម្បីទាញយកមកវិញចាប់ផ្ដើមតាំងពីម៉ោង 2 ម្លេះរៀបចំថែម100ចំណែកទៀតទៅប្រមុំលក់ពេលថ្ងៃត្រង់ទុកឲ្យខ្ញុំអ្នកហនឯងទៅធ្វើទឹកទៅកាលពីម្សិលមិញខ្ញុំនិយាយធ្ងន់សម្ដីពេកហើយអ្វីដែលបងនិយាយគឺជាការពិតទេ